នឹងគឺរួចរាល់យើងញ៉ាំបានហើយសម្រាប់គ្រឿងផ្សំដំបូងនឹងគឺមានជាសាច់ជ្រូកគឺខ្ញុំប្រើជាសាច់ស្មើមុខអានេះវាអត់សូវមានខ្លាញ់មែនទេប៉ុន្តែបើសិនជាបងប្អូនចង់ប្រើជាសាច់ជ្រូក3ជាន់ក៏បានដែរសាច់នឹងខ្ញុំដាក់ប្រហែលជាមួយខាំកន្លះកិនវារៀងម៉ត់មិនល្មមអញ្ចឹងឬក៏មិនអញ្ចឹងទេបងប្អូនចង់យកទៅច្រាំក៏បានដែរបន្តមកទៀតយើងមានជាតាហ៊ូកៅដាក់វា3 4ដុំយើងញិចវារៀងម៉ត់អញ្ចឹងមកសម្រាប់មីសួរនេះគឺខ្ញុំប្រើ2កណ្ដុំតូចៗយើងត្រាំជាមួយទឹកក្តៅអ៊ុនៗអញ្ចឹងហើយខ្ញុំដាក់ទឹកត្រជាក់លាយជាមួយទឹកក្តៅបន្តិចត្រាំវាប្រហែលជាខ្ទង់2នាទី3នាទីអីហ្នឹងយើងស្រង់វាចេញលាងទឹកមកទឹកពីទឹកទៀតមកទុកម្ដុំសិនគ្រឿងបន្តមកទៀតគឺមានតែខ្ទឹមសម្ទេសក្រូចឆ្មាជាមួយនឹងជីផាន់ស៊ុយអីហ្នឹងបន្ទាប់ពីយើងដាក់ដាំទឹកពុះហើយយើងដាក់សាច់ជ្រូកច្រាំឬក៏សាច់ជ្រូកដែលយើងបានកិនណាដាក់ចូលហើយយើងកូរវារៀងបែកនៅក្នុងទឹកហ្នឹងបន្តិចមកចាំយើងដាក់ទៅហ៊ូដែលយើងបានញិចឲ្យបែកស្រាប់ហ្នឹងយើងដួសទឹកក្តៅដាក់ចូលទៅក្នុងចានបន្តិចមកបន្ទាប់មកយើងកូរច្របល់វាឲ្យសព្វសិនចាំចាក់ចូលទៅក្នុងឆ្នាំងទឹកស៊ុបរបស់យើងបន្ទាប់មកយើងបន្ថែមទឹកស៊ីអ៊ីវចំនួន2ស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេប៊ីចេងមួយចិបហើយចុងក្រោយគេនឹងគឺជាស្ករខ្ញុំដាក់ចំនួន2ស្លាបព្រាកាហ្វេដាក់គ្រឿងក្រៅចូលទាំងអស់ហើយយើងកូរច្របល់វាឲ្យសព្វល្អសិនយើងគ្របគម្របទុកឲ្យសាច់ជ្រូកឆ្អិនសិនទុកវាប្រហែលជាខ្ទង់5ទៅ6នាទីសិនទៅចាំយើងដាក់មីសួរចូលពេលដាក់មីសួរចូលនោះបងប្អូនបន្ថយភ្លើងឲ្យនៅតិចបានហើយបន្ទាប់មកយើងបន្ថែមខ្ទឹមសច្រាំម្ទេសហុយដាក់តិចច្រើនតាមចំណង់ចំណូលចិត្តចំបាច់ក្រូចឆ្មាចូលបន្តិចមកកូរច្របល់វាឲ្យចូលជាសព្វល្អហើយបងប្អូនទុកវាប្រហែលជាខ្ទង់តែ1ពុះទៀតទេណាប្រហែលជាខ្ទង់1នាទីអីហ្នឹងបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំនេះគឺវារៀងស្ទើរប្រៃបងប្អូនអញ្ចឹងហើយយើងអាចបន្ថែមទៅហ៊ូថែមឬក៏មិនអញ្ចឹងទេបងប្អូនបន្ថែមទឹកតាហ៊ូដូចខ្ញុំអញ្ចឹងក៏បានដែរដោយសារតែខ្ញុំមានស្រាប់អញ្ចឹងណាទឹកតាហ៊ូយើងធ្វើសម្រាប់ញ៉ាំជាមួយស៊ុបសាច់អាំងហ្នឹងបងប្អូនបើមានសល់ដាក់មកប៉ុន្តែបើអត់មានទេយើងប្រើតាហ៊ូដុំញិចវារៀងបែកម៉ត់ដាក់ចូលក៏បានដូចគ្នាហើយសម្រាប់រសជាតិគឺយើងយកឲ្យរៀងដិតតាហ៊ូបន្តិចមក